បាទខ្ញុំបាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់បាទពេលនេះខ្ញុំបាទសូមធ្វើការបាទពិពណ៌នាអំពីដំណើរទស្សនកិច្ចសិក្សានិងដំណើរកម្សាន្តនៅជេជូបាទអញ្ចឹងខ្ញុំបាទក៏សូមពុកម៉ែបងប្អូនទាំងអស់ទស្សនាទាំងអស់គ្នាបាទអញ្ចឹងឃើញថានេះគឺជាការធ្វើដំណើរបាទរបស់ក្រុមនិស្សិត MUAP របស់ខ្ញុំបាទគឺធ្វើដំណើរទៅប្រលានយន្តហោះដើម្បីចេញដំណើរទៅជេជូបាទហើយបន្ទាប់ពីនោះគឺពួកយើងបានធ្វើដំណើរតាមជើងយន្តហោះហោះហើរបាទដែលមានរយៈពេលបាទ1ម៉ោងបាទ20នាទីបាទនៅពេលនោះផងដែរគឺក្រុមនិស្សិតរបស់យើងបាទក៏បានធ្វើដំណើរមកដល់ជេជូតាមរយៈបាទយន្តហោះហើយពួកយើងក៏បានជិះឡានក្រុងបន្តទៀតបាទហើយពេលនោះផងដែរបាទឃើញថាស្នាមញញឹមរបស់និស្សិតរបស់ពួកយើងពិតជាស្រស់ស្រាយមែនទែនបាទហើយគណៈពេលនោះផងដែរបាទគឺពួកយើងបានធ្វើដំណើរមកដល់បាទភោជនីយដ្ឋានដើម្បីស្រស់ស្រូបអាហារពេលថ្ងៃត្រង់បាទបន្ទាប់ពីនោះក្រុមនិស្សិតរបស់យើងក៏មានភាពបាទស្រស់ស្រាយនៅពេលដែលបានមកដល់បាទជេជូបាទហើយនៅក្នុងនោះផងដែរយើងក៏បានទស្សនកិច្ចសិក្សាបាទនៅក្នុងបាទទីក្រុងបាទជេជូហើយមុននឹងយើងបន្តដំណើរទៅទស្សនកិច្ចក៏ដូចជាដំណើរកម្សាន្តនោះគឺយើងបានស្វែងយល់អំពីទីក្រុងជេជូផងដែរបាទអញ្ចឹងសូមពុកម៉ែបងប្អូនបាទរីករាយជាមួយនឹងបាទវីដេអូមួយចំនួនបាទនៃទីក្រុងជេជូហើយក៏ដូចជាឆ្នេរសមុទ្របាទដែលពួកយើងបានមកដល់ដូចតទៅបាទបាទបន្ទាប់ពីយើងបានទស្សនានៅឆ្នេរសមុទ្ររួចពួកយើងក៏បានស្រស់ស្រូបអាហារពេលល្ងាចបាទដែលក្រុមនិស្សិតទាំងអស់ក៏ដូចជាសាស្ត្រាចារ្យរួមទាំង coordinator បាទក៏បានស្រស់ស្រូបទាំងអស់គ្នាពេលនោះយើងក៏បានធ្វើដំណើរទៅសន្តាគារដើម្បី check in បាទនៅក្នុងថ្ងៃទី1ផងដែរបាទអញ្ចឹងឃើញថាបន្ទាប់ពីយើងបានបញ្ចប់ថ្ងៃទី1យើងចូលដល់ថ្ងៃទី2ពួកយើងក៏បានធ្វើដំណើរបន្តបាទដើម្បីទៅធ្វើដំណើរកម្សាន្តបាទនៅឯបាទទឹកធ្លាក់បាទទឹកធ្លាក់ដែលយើងហៅថាចុងបាំង waterfall បាទដែលជាកន្លែងទឹកធ្លាក់ដ៏ស្រស់ស្អាតផងដែរបាទសូមពុកម៉ែបងប្អូនបាទទស្សនានៅវីដេអូជាបន្តទៀតបាទបាទបន្ទាប់ពីយើងបានទស្សនាជាមួយនឹងទឹកធ្លាក់រួចយើងក៏បានបាទធ្វើដំណើរបាទបន្តទៀតដើម្បីទៅមើលទឹកធ្លាក់បាទនៅមួយកន្លែងទៀតបាទឃើញថាកន្លែងទឹកធ្លាក់នេះពិតជាមានភាពស្រស់ស្អាតក៏ដូចជាយើងអាចថតយកនៅទេសភាពទិដ្ឋភាពបានយ៉ាងច្រើនរួមទាំងនិស្សិតមួយចំនួនក៏បានថតនៅវីដេអូដើម្បីទុកជាអនុស្សាវរីយ៍ផងដែរហើយបន្ទាប់ពីនោះបាទគឺក្រុមនិស្សិតរបស់យើងខ្ញុំក៏បានធ្វើដំណើរបន្តទៅមួយកន្លែងទៀតដើម្បីទៅទស្សនាជាមួយនឹងSong Vipo បាទ Sightseeing Crisisបាទបន្ទាប់ពីយើងបានទស្សនាជាមួយនឹងវីដេអូបាទដែលជាកន្លែងដ៏ស្រស់ស្អាតនេះរួចយើងក៏បានធ្វើដំណើរទៅទីកន្លែងមួយកន្លែងទៀតគឺជាចំការក្រូចបាទហៅថាសារមន្ទីរចំការក្រូចបាទនៅក្នុងទីក្រុងបាទនៅក្នុងជេជូនេះបាទឃើញថារដូវកាលនេះគឺផ្លែក្រូចមិនទាន់ទុំនៅឡើយទេបាទគឺនៅក្នុងខែ10ឬក៏ខែ11បាទទើបផ្លែក្រូចបាទអាចទុំបានហើយយើងអាចបរិភោគបានបាទនេះគឺជាសារមន្ទីរបាទនៅចំការក្រូចបាទពួកយើងបានចុះទៅទស្សនកិច្ចសិក្សាបាទនៅខាងក្នុងសារមន្ទីរហើយក្រុមនិស្សិតទាំងអស់ក៏បានថតរូបបាទដើម្បីទុកជាអនុស្សាវរីយ៍ផងដែរបាទអញ្ចឹងសូមពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាបាទជាបន្តទៀតបាទជាមួយនឹង
ទិន្នភាពបាទនៃចំការក្រូចបាទដូចតទៅបាទ បាទបន្ទាប់ពីយើងបានទស្សនាជាមួយនឹងចំការក្រូចរួចយើងក៏បានស្រស់ស្រូបបាទនៅអាហារថ្ងៃត្រង់ទាំងអស់គ្នាបាទក្នុងនោះឃើញថាយើងបានហូបនៅអាហារ buffet បាទជុំគ្នាដែលជាការរៀបចំបាទបន្ទាប់ពីនោះទៀតពួកយើងក៏បានធ្វើដំណើរបន្តបាទគឺធ្វើដំណើរឡើងភ្នំបាទចឹងនៅក្នុងនោះផងដែរគឺក្រុមនិស្សិតរបស់យើងទាំងអស់បាទគឺបានធ្វើដំណើរបាទឡើងភ្នំទាំងអស់គ្នាដោយមានស្នាមញញឹមទាំងអស់គ្នាបាទអញ្ចឹងក្រុមនិស្សិតយើងមួយចំនួនអ្នកខ្លះក៏គាត់បាទហត់ប៉ុន្តែសប្បាយចិត្តបាទនៅក្នុងការធ្វើដំណើរជួបជុំគ្នាផងដែរអញ្ចឹងសូមពុកម៉ែបងប្អូនទាំងអស់បាទរីករាយជាមួយដំណើរកម្សាន្តនៃការឡើងភ្នំទាំងអស់គ្នាបាទ បាទបន្ទាប់ពីយើងបានឡើងភ្នំរួចយើងក៏បានធ្វើដំណើរបន្តទៀតទៅបាទ Singvipo Kitras Museum បាទដើម្បីទស្សនាជាមួយនឹងទិដ្ឋភាពនៅទីនោះបាទឃើញថាពិតជាមានភាពប្លែកនិងស្រស់ស្អាតមែនទែនបាទអញ្ចឹងសូមពុកម៉ែបងប្អូនបាទទស្សនាជាបន្តនៅវីដេអូបាទដែលនិស្សិតរបស់យើងបាទកំពុងតែទស្សនកិច្ចផងដែរបាទ បាទបន្ទាប់ពីយើងទស្សនាចប់យើងក៏បានធ្វើដំណើរត្រឡប់ទៅសន្តាគារវិញបាទហើយពេលនោះក៏បានបញ្ចប់ថ្ងៃទី2ចូលមកដល់ថ្ងៃទី3បាទដំណើរកម្សាន្តថ្ងៃទី3នេះផងដែរគឺពួកយើងបានធ្វើដំណើរទៅបាទជេជូបាទ Special Self Governing Province Urban Regeneration បាទ Support Center បាទដើម្បីទស្សនាជាមួយនឹងទិដ្ឋភាពក៏ដូចជាទីផ្សារនៅក្នុងតំបន់នោះផងដែរបាទពួកយើងក៏បានយល់អំពីបាទប្រវត្តិបាទនៃទីផ្សារហើយក៏យើងបានចុះទស្សនកិច្ចសិក្សាបាទចូលទៅដល់បាទនៅខាងក្នុងបណ្ណាល័យដើម្បីធ្វើការអានសៀវភៅក៏ដូចជាបាទទស្សនានៅរបស់ផ្សេងៗបាទហើយបន្ទាប់មកទៀតពួកយើងក៏បានស្រស់ស្រូបអាហារថ្ងៃត្រង់បាទបន្ទាប់ពីពួកយើងស្រស់ស្រូបអាហារថ្ងៃត្រង់ចប់បាទក្រុមនិស្សិតរបស់យើងក៏បានធ្វើដំណើរបាទមកប្រលានយន្តហោះបាទដើម្បីចេញដំណើរមកទីក្រុងសេអ៊ូលវិញដោយស្នាមញញឹមនិងស្រស់ស្រាយជាទីបំផុតបាទអញ្ចឹងចំពោះដំណើរទស្សនកិច្ចដែលមានរយៈពេល3ថ្ងៃបាទពិតជាទទួលបាននូវស្នាមញញឹមហើយពួកយើងក៏បានធ្វើដំណើរតាមជើងហោះហើរបាទមកដល់ទីក្រុងសេអ៊ូលវិញដោយសុវត្ថិភាពបាទសូមអរគុណបាទចំពោះពុកម៉ែបងប្អូនទាំងអស់ដែលបានទស្សនានៅការពិពណ៌នានៃវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់បាទសូមអរគុណ